ជម្រាបសួរបងប្អូនពីកសិដ្ឋានមីគីអេចលសាអូខេថ្ងៃនេះមានពេលទៅនេនតិចសូមចែកម្លែកពាក់ព័ន្ធទៅនឹងការលាងសម្អាតក៏ដូចជាការថែទាំមេពូជនៅក្នុងរដូវដែលរដូវអាកាសធាតុប្រែប្រួលខ្លាំងពិសេសមេឃមានភ្លៀងអាកាសធាតុចុះត្រជាក់ណាសីតុណ្ហភាពទាបអញ្ចឹងវាងាយនឹងប្រឈមមានន័យថាមេពូជរបស់យើងវាងាយនឹងប្រឈមដោយភ្នាក់ងារបកជំងឺហើយរំលឹកថាភ្នាក់ងារបកជំងឺយើងសំដៅទៅលើភ្នាក់ងារបករោគដែលអាចបករោគដល់កង្កែបយើងបានហើយភ្នាក់ងារបកជំងឺនោះវាមាន4ដែលយើងចែកណាទី1មានពពួកផ្សិតហើយពពួកប៉ារ៉ាសិតពពួកបាក់តេរីហើយនិង virus ឬក៏យើង virus ហើយជាទូទៅរដូវភ្លៀងចេះហើយរដូវដែលចុះត្រជាក់ចេះវាជាលក្ខខណ្ឌសមស្របមួយដែលធ្វើឲ្យពពួកភ្នាក់ងារបករោគអស់នោះលីកលូតលាស់លឿនឬក៏វិវត្តលឿនដោយសារអាកាសធាតុចុះត្រជាក់ទាបជាង22អង្សាវាធ្វើឲ្យកែបយើងចាប់ផ្ដើម stress ឬក៏ប្រព័ន្ធស៊ាំកែបយើងខ្សោយហើយវាធ្វើឲ្យពពួកភ្នាក់ងារបករោគនោះវាមានឱកាសនៅក្នុងការវាយលុកទៅលើកែបរបស់យើងអញ្ចឹងដើម្បីបង្ការទៅលើបញ្ហានេះបងប្អូនគួរតែធ្វើការលាងសម្អាតឲ្យស្អាតទៅលើអាងមេពូជមិនថាជាមេពូជកែបសាច់ឬក៏កូនក្អុកទេណាហើយបន្ថែមពីការលាងសម្អាតហើយយើងត្រូវប្រើប្រាស់ថ្នាំសម្លាប់មេរោគបន្ថែមទៀតដើម្បីការពារការវិវត្តឬក៏កើតឡើងនៃពពួកភ្នាក់ងារបករោគទាំងអស់នោះនៅក្នុងអាងមេពូជរបស់យើងដែលអាចចម្លងដល់មេពូជរបស់យើងណាហើយការលាងសម្អាតទៀតសោតវាមានច្រើនវិធីណាអ្នកខ្លះគេប្រើប៉ូតាស្យូមប៉ែម៉ង់កាណាតណាឬក៏ថ្នាំពណ៌ស្វាយទៅអ្នកខ្លះគេប្រើស៊ីជូ Q ទៅឬក៏ទួងដែងសូលផាតចឹងណាអ្នកខ្លះគេប្រើអំបិលអ្នកខ្លះគេប្រើអាយ៉ូឌីនអ្នកខ្លះក៏ប្រើប្រភេទពួកថ្នាំសម្រាប់មេរោគផ្សេងទៅហើយហ្នឹងហើយវាមានច្រើនវិធីងាកមកវិញសម្រាប់កសិដ្ឋានមេគាជលសាខ្ញុំវិញការលាងសម្អាតឬក៏សម្រាប់មេរោគនៅក្នុងអាងនោះគឺខ្ញុំភាគច្រើនខ្ញុំប្រើប្រាស់ប្រភេទថ្នាំអាយ៉ូឌីនហើយជាមួយនឹងអំបិលតែភាគច្រើនដែលខ្ញុំប្រើហ្នឹងគឺប្រើអាយ៉ូឌីនច្រើនជាងដោយសារយើងមានការមមាញឹកនៅក្នុងការងារផ្សេងហើយថ្នាំអាយ៉ូឌីនទៀតសោតក៏វាមានតម្លៃមិនថ្លៃដែរហាក់ផាយជាមួយនឹងអំបិលយើងទេណាហ្នឹងហើយស្អីគេអាយ៉ូឌីនហ្នឹងអាយ៉ូឌីនយើងនិយាយថាអ៊ីយ៉ូតណាឬក៏ថ្នាំសម្រាប់មេរោគណានេះអាយ៉ូឌីនដែលខ្ញុំប្រើហ្នឹងហើយប្រភេទអាយ៉ូឌីននេះគឺជាផលិតផលនាំពីវៀតណាមមកទេអាហ្នឹងណាហើយឃើញកម្រិតសុទ្ធរបស់វារហូតដល់99%មានន័យថាសមាសធាតុសកម្មរបស់វាណា99%ហើយតម្លៃវាខ្ញុំទិញនៅលើទីផ្សារ40000នេះទេណា$10ទេប៉ុន្តែជាក់ស្ដែងថ្នាំប្រភេទនេះមិនម៉ាកដូចនេះទេប្រភេទ iodine ហ្នឹងប៉ុន្តែក្រុមហ៊ុនផ្សេងលក់ណាគាត់លក់ក្នុងតម្លៃថ្លៃដែរជាងកាលសមាសធាតុសកម្មរបស់វាតែ20%ទេលក់ដល់មួយដប$15អីឬក៏$8-9ដែរអញ្ចឹងបងប្អូនអាចត្រូវការអីអាចតំណែងខ្ញុំបានហើយអានេះខ្ញុំនិយាយតម្លៃមិញគឺតម្លៃដែលខ្ញុំយកចេញមកទេហើយខ្ញុំតម្លៃលក់ចេញនេះអាច40000ជាងតិចតួចណាបានហើយវាមានប្រសិទ្ធភាពដែរក្នុងការសម្លាប់ពពួកមេរោគបញ្ជាក់ថាថ្នាំអាយ៉ូឌីននេះគេប្រើសម្រាប់មេរោគនៅលើឧបករណ៍ប្រើប្រាស់ផ្សេងលាងសម្អាតអាងឬក៏អីផ្សេងហើយបើខ្ញុំប្រើដែរនៅលើកែបគឺយើងយកមកត្រាំតែម្ដងត្រាំរយៈពេល1ម៉ោងអីឬក៏កន្លះម៉ោងអីយើងហូរវាចេញអញ្ចឹងណាហើយមួយទឹកខ្ញុំធ្វើម្ដងព្រោះនៅខែនេះវាប្រឈមបើយើងមិនធ្វើអញ្ចឹងទេមេពូជរបស់យើងអាចនឹងមានដំបៅមានលបកអីចឹងណាហើយជាក់ស្ដែងនេះវាមានដំបៅជើងមែននេះខ្ញុំរើសពីអាងមួយអីហ្នឹងយើងមកយកមកដាក់អាងដាច់ឡែកហើយយើងត្រាំថ្នាំអាយ៉ូឌីននេះ2ទៅ3ថ្ងៃជាប់គ្នាទៅដំបៅអស់នេះវានឹងជាសះស្បើយហើយបញ្ជាក់ថាដំបៅយើងមើលឃើញសនេះភាគច្រើនវាបង្កឡើងដោយពពួករោគផ្សិតណាវាទុំរុំនៅលើស្បែកហ្នឹងហើយទៅវាបង្កជាស្នាមរបួសហើយពួកផ្សិត
អាហ្នឹងវានឹងទៅបើកផ្លូវឲ្យពពួកបាក់តេរីចូលទៅក្នុងកែបដែលធ្វើឲ្យកែបយើងអាចងាប់បានណាឬក៏អាចស្លាប់បានហ្នឹងហើយថ្ងៃនេះមកចែកម្លែកប៉ុណ្ណេះហើយសួរថាចុះបាក់តេរីវីរុសប៉ារ៉ាស៊ីតផ្សិតអីហ្នឹងគេសម្គាល់វាមិនអាហ្នឹងនៅវីដេអូក្រោយខ្ញុំនឹងចេញវីដេអូមួយទៀតដែលយើងនឹងនិយាយលម្អិតពាក់ព័ន្ធទៅនឹងអ្នកងារបករោគទាំង4ហ្នឹងដែលបករោគដល់កែបរបស់យើងណាបាទថាយើងតើរោគសញ្ញាបែបណាដែលយើងរាប់ថាជារោគសញ្ញាប្រកបដោយរោគផ្សិតហើយរោគសញ្ញាបែបណាដែលយើងរាប់ថាជារោគសញ្ញាប្រកបឡើងដោយបាក់តេរីដោយវីរុសឬដោយពពួកប៉ារ៉ាស៊ីតលើកែបរបស់យើងហ្នឹងហើយมันមានអីទេថ្ងៃនេះគាត់ចែកម្លែកប៉ុណ្ណឹងហើយរដូវភ្លៀងដែរហើយបើសិនជាបងប្អូនចង់ថែទាំមេពូជបងប្អូនឲ្យរក្សាពងបានល្អឲ្យមានសុខភាពរឹងមាំនេះបងប្អូនគួរតែបន្ថែមដែរនៅអំពូលរក្សាកម្ដៅនៅក្នុងអាងហើយខែនេះគួរតែចាប់ផ្ដើមដំណើរការអំពូលនឹងឡើងវិញទៅជាក់ស្ដែងខ្ញុំមិនបានបើកពេញមួយឆ្នាំទេអំពូលនេះខ្ញុំបើកនៅពេលដែលខែដែលចាប់ផ្ដើមមានការប្រែប្រួលអាកាសធាតុឬក៏សីតុណ្ហភាពខ្លាំងឬក៏ចាប់ផ្ដើមខែដែលសីតុណ្ហភាពធ្លាក់ទាបខ្ញុំចាប់ផ្ដើមបើកដំណើរការនេះអំពូលកម្ដៅណាបាទអំពូលកម្ដៅវាជួយច្រើនបាទទី1វាជួយឲ្យមេពូជរបស់យើងវាអត់ stress ប្រព័ន្ធស៊ាំវានៅតែរឹងមាំដោយសារអាកាសធាតុវាឬក៏សីតុណ្ហភាពមិនធ្លាក់ទាបណាយើងកំណត់សីតុណ្ហភាពនៅក្នុងដំណាក់កាលថេមួយហើយទី2វាជួយបញ្ជៀសកែបរបស់យើងពីហានិភ័យផ្សេងនៃភ្នាក់ងារបកជំងឺដែរព្រោះកាលណាសីតុណ្ហភាពសមស្របសីតុណ្ហភាពសមស្របវាធ្វើឲ្យកែបរបស់យើងមានសុខភាពល្អកាលណាកែបរបស់យើងសុខភាពល្អអត់មាន stress អីភ្នាក់ងារបករោគហ្នឹងក៏អត់អាចវាយលុកមេពូជយើងបានដែរឬក៏កែបយើងបានដែរហើយមួយទៀតអំពូលកម្ដៅហ្នឹងគឺវាជួយឲ្យមេពូជកែបរបស់យើងអាចរក្សាគុណភាពពងបានល្អហើយអាចវិវត្តកសោមពងបាននៅស្ទើរតែពេញមួយឆ្នាំណាបាទហ្នឹងហើយអរគុណច្រើនសម្រាប់វីដេអូហ្នឹងសង្ឃឹមថាវាជាប្រយោជន៍មួយដល់បងប្អូនអ្នកចិញ្ចឹមកែបទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូនអាចសិក្សាស្វែងយល់បន្ថែមហើយព្យាយាមអភិវឌ្ឍសមត្ថភាពចំណេះដឹងបទពិសោធន៍របស់យើងទាំងអស់គ្នាដើម្បីពង្រឹងការចិញ្ចឹមកែបនៅក្នុងស្រុកក៏ដូចជាដើម្បីផលិតកែបនៅក្នុងស្រុកហ្នឹងឲ្យគ្រប់ទៅនឹងតម្រូវការដើម្បីកាត់បន្ថយការនាំចូលឈានទៅដល់ការបិទការនាំចូលឬក៏ឈានទៅដល់ការរាំងស្ទះការនាំចូលណាព្រោះបញ្ជាក់ខាងដើមអញ្ចឹងកែបវាជាអនុវិស័យឬក៏ជាមុខរបរមួយដែលងាយស្រួលចិញ្ចឹមដែរប្រើប្រាស់ដើមទុនសមល្មមទេហើយរយៈពេលចិញ្ចឹមទៀតសោតគឺខ្លីហើយមួយទៀតពាក់ព័ន្ធនឹងទីធ្លាឬក៏ទីតាំងចិញ្ចឹមក៏ត្រូវការទីតាំងមិនធំទូលាយទេអញ្ចឹងយើងអាចវិវត្តខ្លួនឬក៏យើងអាចពង្រីកការចិញ្ចឹមលឿនចឹងសង្ឃឹមថាបើសិនជាបងប្អូនរឹងមាំទៅលើការចិញ្ចឹមក៏ដូចជាការប្រកាត់ភ្ញាស់បងប្អូនណាបងប្អូននឹងជួយឲ្យការចិញ្ចឹមនៅក្នុងស្រុករីកចម្រើនហើយព្យាយាមធ្វើយ៉ាងម៉េចឆ្នៃយ៉ាងម៉េចដើម្បីកាត់បន្ថយថ្លៃដើមកាលណាយើងនិយាយដល់ពាក្យកាត់បន្ថយថ្លៃដើមគឺយើងនិយាយទៅដល់ការកាត់បន្ថយការចំណាយណាកាត់បន្ថយការចំណាយបានកាន់តែតិចវាធ្វើទៅឲ្យថ្លៃដើមរបស់យើងកាន់តែទាបថ្លៃដើមរបស់យើងកាន់តែទាបយើងអាចទទួលបានផលចំណេញកាន់តែល្អប្រសើរឬក៏យើងអាចលក់នៅក្នុងតម្លៃមួយដែលអាចប្រកួតប្រជែងនឹងទីផ្សារបានហើយហ្នឹងហើយមិនភ្លេចដែរទេការរៀបចំអាងដើម្បីស្តុកមេពូជគឺទៅតាមបច្ចេកទេសរបស់បងប្អូនមួយហើយឆ្លងកាត់10ឆ្នាំមកនេះខាងកសិដ្ឋានមេគាជលសាក៏ឆ្លងកាត់គ្រប់អស់ហើយយើងធ្វើតាំងពីការស្តុកមេពូជនៅក្នុងលូបែបនេះលូគុណមកកាត់1ម៉ែត្របែបនេះយើងស្តុកនៅក្នុងតង់យើងស្តុកនៅក្នុងអាងដែលរីបពីឥដ្ឋហើយធ្វើដំបូលបែបនេះរហូតដល់បច្ចុប្បន្ននេះយើងរកឃើញមួយគឺការស្តុកមេពូជពីជ័របែបនេះការលក់ជ័រនេះគឺ
ពីធ្វើក្នុងគោលបំណងធ្វើឡជីវៈអូស្មန်ទេប៉ុន្តែដោយសារវាមានជំរាបច្រើនវាអត់សូវធន់អញ្ចឹងទៅកសិករគាត់បោះបង់ហើយវាជាឱកាសមួយដែលយើងអាចយកវាមកកែច្នៃធ្វើជាអាងស្តុកមេពូជកែបបានហើយការស្តុកវាល្អណាខ្ញុំសូមណែនាំថាសិនបងប្អូនដៃថ្មីឬក៏បងប្អូនចង់រៀបចំកន្លែងស្តុកមេពូជអីគួរតែជ្រើសរើសប្រភេទនេះគឺឆ្លងតាមការស្តុកមេពូជកន្លងមកគឺខ្ញុំឃើញថាការស្តុកដោយប្រើឡជីវៈអូស្មန်នេះគឺល្អបាទហ្នឹងហើយអត់មានអីទេពីខ្ញុំកសិដ្ឋានមេគាជលសាហើយសូមចែកម្លែកតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវាមានប្រយោជន៍ដល់បងប្អូនហើយសង្ឃឹមថាបងប្អូនចែកម្លែកបន្តដើម្បីជាប្រយោជន៍ដល់បងប្អូនផ្សេងទៀតហើយសង្ឃឹមថាបងប្អូនក៏នឹងបើកទូលាយនៅក្នុងការចែកម្លែកដូចគ្នាដែរយើងមានបញ្ហាយើងមានចំណេះដឹងអីថ្មីគួរតែចែកម្លែកទៅវិញទៅមកទៅព្រោះដើម្បីឲ្យការចិញ្ចឹមកែបនៅក្នុងប្រទេសកម្ពុជាយើងរីកចម្រើនទាំងអស់គ្នាណាបាទអរគុណច្រើន